តម្រុយឆ្នោតយួនសម្រាប់នៅថ្ងៃនេះផងដែរក៏បានធ្វើការវិលត្រឡប់មកជួបពុកម៉ែបងប្អូនសារជាថ្មីទៀតហើយដើម្បីចែកនៅតម្រុយឆ្នោតអាវងជូនទៅកាន់ពុកម៉ែបងប្អូនគឺសិតសឹងតែជាតម្រុយឆ្នោតអាវងចែកនៅតម្រុយឆ្នោតយួនជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលគិតថ្លៃជារៀងរាល់ថ្ងៃតែម្ដងដូច្នេះហើយមកនឹងពុកម៉ែបងប្អូនចូលទៅទស្សនាក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ហើយនឹងដាក់នៅសញ្ញារូបកណ្ដឹងវងចែកលេខ